ពួកកែខាងបំផ្លាញក្រសួងប្រៃឋានក៏ហៅបរិសម្នាក់ក្រោយបាញ់សត្វស្លាប់បង្ហោះនៅលើបណ្ដាញសង្គមសត្វព្រៃត្រូវបានគេអភិរក្សនិងជួយថែរក្សាការពារប៉ុន្តែបរិសម្នាក់នេះបែរជាធ្វើទង្វើបំផ្លាញបានសម្លាប់សត្វព្រៃរួចហើយបែរជាថតបង្ហោះសម្ញៃបង្អួតនៅលើបណ្ដាញសង្គមបន្ថែមទៀតចុងក្រោយមន្ត្រីជំនាញចុះទៅដល់ផ្ទះទំនងជាអន់ជ្រឹមហើយមើលទៅមន្ត្រីជំនាញនៃក្រសួងប្រៃឋានក៏បានកោះហៅបុគ្គលដែលមានឈ្មោះឡុងច័ន្ទវិបុលបានមកធ្វើការដែលសាកសួរការពីរុស្ស៊ីថ្ងៃទី8ខែមេសាឆ្នាំ2026ពាក់ព័ន្ធទៅនឹងករណីបាញ់សម្លាប់សត្វស្លាបនិងបង្ហោះរូបភាពនៅលើបណ្ដាញសង្គមដែលបង្កឲ្យមានការរិះគន់យ៉ាងខ្លាំងពីមហាជនហើយតាមការដែលសាកសួរបុគ្គលខាងលើនេះក៏បានសារភាពឲ្យដឹងផងដែរថាខ្លួនគឺបច្ចុប្បន្នប្រព្រឹត្តសកម្មភាពបរបាញ់សត្វស្លាបពិតប្រាកដមែនហើយហេតុការណ៍នេះគឺបានកើតឡើងតាំងពីខែកុម្ភៈឆ្នាំ2020រូបភាពត្រូវបានមិត្តភ័ក្តិថតទុកនិងបានបង្ហោះចែកចាយនៅលើបណ្ដាញសង្គមជាបន្តបន្ទាប់ក្រសួងបរិស្ថានក៏បានបញ្ជាក់ថានៅកម្ពុជាការដែលបរបាញ់សត្វព្រៃត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងទៅតាមច្បាប់ដើម្បីការពារប្រព័ន្ធអេកូឡូស៊ីនិងជីវៈចម្រុះសកម្មភាពដូចជាការបាញ់ការតាក់ចាប់ការដាក់អន្ទាក់ឬក៏ការដែលបំពុលសត្វព្រៃគឺជាអំពើខុសច្បាប់ដែលអាចប្រឈមមុខនឹងវិធានការទៅតាមផ្លូវច្បាប់ជាមួយនឹងគ្នានេះក្រសួងក៏បានអំពាវនាវឲ្យសាធារណជនបញ្ឈប់ការដែលផ្សព្វផ្សាយនិងចូលរួមការពារសត្វព្រៃដោយគោរពច្បាប់និងរក្សាធនធានធម្មជាតិសម្រាប់ជំនាន់ក្រោយផងដែរ